កាន់តែស្ងប់ស្ងាត់កាន់តែមានកម្លាំងមនុស្សយើងរស់នៅសពថ្ងៃទោះបីជាដឹងច្បាស់ថាថ្ងៃក្រោយខ្លួនឯងនឹងស្លាប់ក៏ដោយក៏នៅតែខិតខំប្រឹងប្រែងរស់រានក្នុងសង្គមរញ៉េរញ៉ៃមនុស្សមើលចិត្តមិនធ្លុះបន្ទុកដែលមិនអាចទម្លាក់ចោលបានដំណើរជីវិតឡើងចុះគ្មានទីបញ្ចប់ឆ្លងកាត់ឧបសគ្គរាប់មិនអស់ភាពអស់សង្ឃឹមដែលមិនអាចប្រៀបផ្ទឹមបានបំភ្លេចមិនបាននៅរឿងអតីតមួយថ្ងៃរវល់មិនចេះចប់ស្មានមិនត្រូវនៅអនាគតទីបំផុតមិនដឹងរលាយបាត់ទៅទីណាតើមនុស្សយើងរស់នៅដើម្បីអ្វីទៅចង់ដឹងពីមូលហេតុដ៏សំខាន់នេះគឺមិនអាចប្រើភ្នែកមើលបាននោះទេត្រូវប្រើចិត្តដោយភាពស្ងប់ស្ងាត់ទៅមើលទើបឃើញច្បាស់លាស់ភាពស្ងប់ស្ងាត់អាចបង្កើតការផ្ដោតអារម្មណ៍អាចបង្កើតនៅបញ្ញាជាភាពស្ងប់ស្ងាត់ដោយប្រាជ្ញាភាពស្ងប់ស្ងាត់គឺជាកម្លាំងដ៏មានឥទ្ធិពលនៅក្នុងចិត្តរបស់មនុស្សភាពស្ងប់ស្ងាត់គឺជាការដកខ្លួនចេញពីភាពអ៊ូអររបស់អ្នកដទៃជាការវិលត្រឡប់ទៅពិភពរបស់ខ្លួនឯងវិញនៅពេលដែលអ្នកអាចស្ងប់ស្ងាត់ទើបអាចផ្ដល់កំណើតដល់ការបំផុសគំនិតការគិតនិងប្រាជ្ញាទើបអាចឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅលើខ្លួនឯងតាមរយៈសមាធិរំលឹកឡើងវិញនៅធម្មជាតិពិតនៃជីវិតរបស់យើងការគ្រប់គ្រងចិត្តជាថ្នូរនឹងការគោរពធម្មជាតិរបស់យើងចេះស្រឡាញ់ថែរក្សាជីវិតនិងការរស់នៅពិតប្រាកដផ្ដោតលើរឿងដែលអ្នកចូលចិត្តមិនអួតអាងមិនរវើរវាយនៅក្នុងពិភពលោកខ្លួនឯងធ្វើជាមនុស្សស្ងប់ស្ងាត់និងសមរម្យធ្វើចិត្តកាន់តែស្ងប់ស្ងាត់និងសាមញ្ញរាប់អានក្រុមមិត្តភក្តិដែលល្អនិងសាមញ្ញជីវិតនឹងរលូនឥតខ្ចោះដោយធម្មជាតិឲ្យតែយើងអាចស្ងប់ចិត្តបានអ្វីគ្រប់យ៉ាងគឺអាចធ្វើទៅបាននៅពេលមនុស្សម្នាក់មានវិញ្ញាណនៅក្នុងខ្លួនមិនថានៅក្នុងកន្លែងសុខឬកន្លែងទុក្ខលំបាកទេប្រកបជានឹងអាចរកឃើញនៅវិធីដែលស័ក្តិសមនឹងខ្លួនឯងទៅប្រឈមមុខនឹងជីវិតរស់នៅ